ដល់បងតរងស្ងាត់ថ្ងៃហ្នឹងហ្នឹងឯងបាទឥឡូវតាក់ទងទៅនឹងទីផ្សារដោះដូរកីឡាករបងតរងគាត់ឡើងថាលវិញមុខតាក់ទងនឹង Facebook បាទយ៉ាងម៉េចហើយតាក់ទងទៅនឹងទីផ្សារដោះដូរកីឡាករជាពិសេសការចង់បានខ្សែបម្រើកដាលរបស់ក្រុមបរិស័ទក្រហមមានអាដាមវ៉ាតុនមានបាឡេបាគណៈដែលមុននេះឃើញសារព័ត៌មានផុសថាBrighton គឺអត់ចង់លក់បាឡេបានៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះទេមើលទៅយ៉ាងម៉េចទៅបាទតាក់ទងទៅនឹងខ្សែបម្រើកដាលរបស់បរិស័ទក្រហមបានឬក៏មិនបានបាទទីផ្សារដោះដូរខែមករាខាងមុខនេះយើងឃើញព័ត៌មានដំបូងគឺឃើញ3នាក់មានបាឡេបាមានបាតុនអាដាមបាតុនហើយជាមួយនឹងអ៊ីលីអេនដឺសុនបាទហើយមានសារព័ត៌មានខ្លះគេហ៊ានគេហៅថារំពឹងថាបាន2បាទបាន2នាក់ហើយទី1ហ្នឹងគឺគេច្បាស់ជាចុចយកបាឡេបាហើយបាទហើយអ្នកខ្លះក៏គិតថាអាចនឹងបាន3ទៅទៀតក៏ប៉ុន្តែខ្ញុំគិតមើល3នាក់នេះអាចមិនស្រួលបានតែមួយក៏ថាបានដែរក៏ប៉ុន្តែខ្ញុំដឹងថាបានមួយទោះមិនមែនជា3នាក់ហ្នឹងក៏មានអ្នកផ្សេងដែលជាខ្សែបម្រើដែរណាបាទហេតុអីដោយសារតែកតាយើងខ្ញុំចាំមើលថាតើបិសាចក្រហមនឹងទិញកីឡាករដែលចាំបាច់បំផុតបាទដែលចាំបាច់បំផុតអត់មានកលេចទៅទិញអ្នកនេះទៅទិញអ្នកនោះមុនទេយើងមើលកាលពីខែ8គាត់ទិញអ្នកណាគាត់ទិញគូញ៉ាយកបាទគាត់ទិញគូញ៉ាហើយគាត់ទិញបាមូមកបាទអញ្ចឹងគាត់ទិញអ្នកសំខាន់មុនអញ្ចឹងចាំមើលសិនតើអ្នកណាគឺជាអ្នកសំខាន់របស់គាត់ព្រោះខ្ញុំឃើញថាអាដាមវ៉ាតុនជាមួយនឹងបាឡេបាគឺជាកីឡាករសំខាន់ពីរនាក់ហ្នឹងមិនអាចមកជាមួយគ្នាបានទេបាទខ្ញុំគាត់ថាខែមករាហ្នឹងបើសិនជាគាត់ថាពីរនាក់ហ្នឹងសំខាន់គាត់នឹងយកមួយមកអាចនឹងបាឡេបាឬក៏វ៉ាតុនក៏ប៉ុន្តែបើយើងមើលទៅតាមជាក់ស្ដែងការពេញចិត្តរបស់លោកអាមេរិកគឺគាត់ពេញចិត្តបាឡេបាបាទហើយវ៉ាតុនគឺជាការពេញចិត្តរបស់ទូទៅទៅហើយដោយសារគាត់អង់គ្លេសបាទអញ្ចឹងអ្វីដែលខ្ញុំចាំមើលគឺថាតើគាត់ចាំមើលគាត់យកអ្នកណាគាត់យកបាឡេបាឬក៏វ៉ាតុនទើបអាចឈានទៅដល់អ៊ីលៀតអេនដឺសុនព្រោះអេនដឺសុនគាត់ធូរជាងគេបាទជាជំរឿចុងក្រោយហ្នឹងបាទគាត់អាចនឹងចុងក្រោយឬក៏អាចមុនគេក៏ថាបានព្រោះគាត់តម្លៃធូរទេបាទអាចនឹង30-40លានអីទេបាទឬក៏20ក៏យើងថាបានដែរទុំ30លានអីទេហើយគាត់អង់គ្លេសគាត់វ័យក្មេងទៅទៀតហើយគាត់គ្មានបំណងនឹងស្នាក់នៅ Nottingham Forest ទេគាត់ដល់ពេលដែលគាត់ត្រូវចាក់ចែងហើយបាទអញ្ចឹងយោងទៅតាមកុងត្រារបស់គាត់ហើយជាមួយនឹងសក្តានុពលគាត់បច្ចុប្បន្ននេះតម្លៃគាត់វាមិនអាចហើបខ្ពស់បានទេណាបាទហើយគាត់មើលទៅហាក់បីចង់ចូលរួមផងដែរបាទជាមួយនឹងក្លឹបធំៗដូចជាបេសាយក្រហមដោយសារតែខ្ញុំគិតថាបាឡេបាជាមួយនឹងវ៉ាតុនអាចបានតែម្នាក់គឺគាត់ថ្លៃបើសិនជាបាឡេបាត្រឹមតែ60លានដូចពាក្យលោកអាឡិចគ្រូគាត់ប៉ាន់ស្មាននិងលោកចាកូបបែនស្មានគឺអូខេក៏ប៉ុន្តែសារព័ត៌មានចេញពីម្សិលមិញគឺដូចជាលោកចាកូបបែនដដែលគាត់ថា Brighton គឺមិនតម្លាក់តម្លៃទេ120លានអឺរ៉ូស្មើនឹង100លានផោនបាទអញ្ចឹងគឺមិនធ្លាក់តម្លៃទេដូច្នេះហើយទើបសារព័ត៌មានប្រវាយទៅអាដាមវ៉ាតុនគេសរសេរថាអាដាមវ៉ាតុនគឺជា top target បើថាឈ្មោះនៅលើគេហ្មងបើថាត្រូវនិយាយពីខ្សែបម្រើគឺគេទៅនិយាយពីវ៉ាតុនមុនគេមិនថោកទេចិត្តទៅ80លានដែរដូចគ្នាបាទអញ្ចឹងខ្ញុំគិតថា Anderson គឺគេទុកផ្សេងសិនបាទវ៉ាតុននិងបាឡេបាយើងចាំមើលតែបើយើងមើលទៅតាមចក្ខុវិស័យគ្រូហើយនឹងក្រុមការងារគឺចង់បានបាឡេបាមុនពេលខ្លះគេទាញយកវ៉ាតុនគេទាញយក Anderson ដើម្បីឲ្យ Brighton តម្លាក់តម្លៃណាមួយពេលនេះគ្មានពីណាគេប្រជែងជាមួយបិសាចក្រហមក្នុងការយកបាឡេបាទេតែបើ Brighton មានច្រើនណាស់បាទមាន Chelsea ផងមាន Real បាទមាន Man City មានអីច្រើនបាទអញ្ចឹងខ្ញុំគិតថាបិសាចក្រហមអាចនឹងវាមានផ្លូវពីរទី1គាត់ពិតជាកោទីផ្សារបាទទីផ្សារមួយទៀតគឺគាត់កោតែម្នាក់ទេគឺគាត់កោ Brighton បាទចង់យកបាឡេបាហើយតែពេលដល់បានបាឡេបាហើយស្រួលទេវ៉ាតុននឹងអត់បាទនេះខ្ញុំគិតទេព្រោះគាត់ចំណាយលុយ200លានទៅហើយសម្រាប់កីឡាករ3រូបនៅតំបន់ខាងលើគាត់មិនអាចចំណាយ200លានទៀតទៅលើបម្រើ3ទេតាំងតែគាត់នៅមានច្រើនគាត់មាន Menu គាត់មាន Casemiro គាត់មាន Ugarte គាត់មាន Bruno Fernandes ហើយបើសិនជា3នាក់ហ្នឹងណាបាទខ្ញុំគិតថាបាន2លុះត្រាចាញ់2ដែរ Casemiro និង Ugarte ប៉ុណ្ណាបាទកូប៊ីម៉ៃណូនៅទេបាទព្រោះគាត់គឺជាអ្នកដែលចាំ back up បាទអញ្ចឹងខ្ញុំហើយគាត់មួយទៀតគាត់អង់គ្លេសអញ្ចឹងខ្ញុំគិតថាខ្សែបម្រើអាចនឹងទិញបានអង់គ្លេសនឹងតែបានមួយអង់គ្លេសបានមួយបាទហើយភាគរយច្រើនបំផុតគឺ Anderson បាទព្រោះគាត់តម្លៃប៉ុណ្ណឹងហើយបាឡេបាខ្ញុំគិតថាបិសាចក្រហមទិញក៏មិនដល់100លានទេមើលគាត់បច្ចុប្បន្នលេងហើយ Brighton ណាណីផងនិយាយទៅគាត់ចង់តម្លាក់តម្លៃមកបាទតម្លៃគាត់បច្ចុប្បន្នលេងអញ្ចឹង50-60លានថ្លៃតិចបាទអញ្ចឹងខ្ញុំគិតថាបាន2នាក់ហ្នឹងហើយតាមការអានព័ត៌មានរបស់ខ្ញុំទេបងប្អូនបាទខ្ញុំថាបែរនិយាយយ៉ាងខ្ញុំមើលដល់ពេលលេងមែនតើគេទៅទិញអ្នកណាផ្សេងអានេះជាការប៉ាន់ស្មានរបស់ខ្ញុំបាទព្រោះយើងតាមដានព័ត៌មានណាយើងឃើញគេអស័យចុះសេឡើងបាទយើងចាប់អារម្មណ៍អូអាហ្នឹងក្បាច់ចាស់អានេះក្បាច់នេះហ្នឹងក្បាច់នោះអញ្ចឹងការប៉ាន់ស្មានបើមិនជាទិញ2នាក់មែនគឺ2នាក់ហ្នឹងបើលុះទៅដល់ខ្សែប្រយុទ្ធពេលនេះគេចាប់ផ្ដើមទាញទៀតណាមិនមែនជាការ
ចូលដល់ដៃជើងរបស់បេសាយក្រហមនេះខ្ញុំតាមមើលណាបាទបើសិនជាបេសាយក្រហមដូចជាខ្ញុំឃើញព័ត៌មានថ្ងៃមិញតែគេផុសទាំងយប់មិញគឺបេសាយក្រហមគេបានទៅប្រជុំជាមួយនឹង CAA Stella បាទដែលជាយ៉ាងហ្នឹងអាហ្នឹងគឺជាក្រុមហ៊ុនមួយបាទដូចក្រុមមេធាវីអីចឹងណាបាទឯកជនមួយគឺជាភ្នាក់ងារកីឡាករហើយគាត់មិនមែនជាភ្នាក់ងារកីឡាករម្នាក់ហ្នឹងទេមកក្រុមគាត់ហ្នឹងមានភ្នាក់ងារនេះនោះគាត់គឺជាភ្នាក់ងារ Anderson ផងដែរអូបាទអញ្ចឹងបេសាយក្រហមនៅពេលដែលគេជួបគ្នាឬក៏ប្រជុំតាម Zoom គេចាប់ផ្ដើមមានណា fly presentation ហ្នឹងគេរៀបរាប់បងអូខ្ញុំយកគាត់មកខ្ញុំធ្វើអញ្ចឹងគាត់នឹងមានឈ្មោះនៅតាណាអីទៀតបាទគាត់នឹងនៅដល់ពេលណាអីចឹងទៅថ្ងៃអនាគតគាត់អាចខ្លាចជាកាពីតែនក្រុមអីចឹងទៅបាទគេយកអា plan ហ្នឹងទៅ present ប្រាប់ agency របស់កីឡាករ Elliot Anderson បាទនេះគឺជាការបញ្ជាក់របស់លោក Indy Kaila ហើយបើលោកលោកកីឡាករ Yildiz ឬក៏ Adam Wharton ឬក៏ Baleba គឺគេអត់មានចាំបាច់ present ទេបាទយកមកលេងហ្មងបាទណាមួយវាថ្លៃគឺពិបាកទៅពេលថ្លៃពេកយើងខនតែឃើញតម្លៃយើងទៅ present ទេបាទយើងទៅ present នាំហត់អីបើឃើញតម្លៃប៉ុណ្ណាពេលនេះគឺយើងទៅនិយាយតម្លៃសិនបាទបានទៅ present មួយគេកើតហើយណាបាទអញ្ចឹងនៅត្រឡប់មកវិញខ្ញុំគិតថានៅតែខ្សែបំរើនឹងអាចនឹងបានមុនគេហើយបាទហើយណាក៏បាន Anderson Elliot នឹងដែរបាទហើយទីមួយអាចនឹងខ្សែការពារទៀតបីនេះខ្ញុំហ៊ាននិយាយចឹងដោយសារតែបើទោះបីជាអត់មានលក់ណាក៏ត្រូវទិញបានមួយដែរបាទក៏តែអ្នកផ្សេងត្រូវតែលក់សិន Casemiro អាចនឹងចេញទៅតែលើព័ត៌មានទៅចង់នៅវិញហ្មងចង់នៅបាទហើយអ៊ូកាតេលោកខ្យល់ក៏អាច develop មិនសូវមកស្រាប់អីទៀតបាទសិតតែកោដៅបាទប្រកបរបួសពេកមកស្រាប់វិញរបួសបាទអញ្ចឹងខ្ញុំគិតថា Casemiro នេះនៅតកាត់ប្រាក់ខែបាទកាត់បាទនិយាយទៅអ្នកចង់នៅគឺសិតតែត្រូវកាត់ប្រាក់ខែចាក់ស្ដែងទាំង Mark Wire ទាំង Casemiro នេះចង់នៅគឺត្រូវកាត់ប្រាក់ខែព្រោះប្រាក់ខែនេះបើតាមព័ត៌មាននៃក្រុមការងារយើងបោះឲ្យណាបាទ Casemiro ឥឡូវគាត់ប្រហែល30បាទ30អីបាទអញ្ចឹងគាត់ច្រើនហើយបើតាមព័ត៌មានគឺគាត់អត់បានចំណឹងទេហើយសួយអាចកាត់រហូតដល់ទៅ 50% ផងបាទនេះតាមក្រុមការងារគាត់បោះឲ្យបាទគឺកាត់ច្រើនពីព្រោះយើងមើលតាមវ័យនិងការប្រកួតជាក់ស្ដែងរបស់ Casemiro ដែរអញ្ចឹងបើចង់បន្តគឺរឿងសំខាន់បំផុតគឺរឿងប្រាក់ខែបាទបើគាត់មិនកាត់ទេគឺមានតែចែកផ្លូវគ្នាត្រឹមហ្នឹងឯងបាទពាក់ព័ន្ធនឹងរងនិយាយពីអ៊ូកាតេមិញឃើញខមមិនបងប្អូនយើងពីបាទយូធីណាឆោមបាទអេមីនសុំកំណត់អេមីនបន្តិចតើការលក់ Bruno និង Ugarte មានផលប៉ះពាល់ទេតាមយោបល់អេមីនចុះបើទុកល្អដែរអត់បាទមិញគាត់ផ្សារភ្ជាប់ឃើញគាត់ខមមិនមុនតែមិនឃើញរងតាក់តនឹង Ugarte ដែរយ៉ាងណាដែរបងណាគេគាត់គាត់និយាយពីឡើងគាត់និយាយពី Bruno និង Ugarte បើសិនយើងលក់ទៅមានផលប៉ះពាល់អត់ហើយបើសិនជាទុកវិញយ៉ាងម៉េចដែរគាត់សុំកំណត់ពីយើងពីបងទៅអត់ទេដោយសារតែពេលនេះគឺខ្លីពេកដោយសារតែ Bruno គាត់ទៅតែដូរមកលេងកដាលទេបាទទៀតពិតទៅគឺទម្រង់របស់ Amorim អត់មាន AMF ទេបាទបំរើប្រយុទ្ធចំគឺអត់មានទេអញ្ចឹងបាទខ្ញុំច្រានចោលព័ត៌មានថាទិញជាប់ Bellingham ដោយសារ Bellingham គឺជាកីឡាករ AMF ចំហ្មងដូចJamal Musiala ដូច Florian Wirtz Xavi Simons ហ្នឹងគឺសិតតែជាកីឡាករហ្នឹងឯងគាត់នៅហ្នឹងហ្មង Wirtz បាទ AMF នឹងចំ Bruno មួយទៀតអញ្ចឹងបច្ចុប្បន្នគាត់កំពុងតែបន្ស៊ាំខ្លួននៅក្នុងបំរើកដាល CMF វិញបាទលេង CMF លេង DMF អញ្ចឹងបាច់មើលណាទេមើលតែខ្សែការពារមើលទាំងប្រយុទ្ធមើលទាំងបំរើគឺมันមាននរណាគេនៅតាណាជាប់គឺទាំងអស់គ្នាសុទ្ធតែត្រូវតែ rotate role បាទអញ្ចឹង Bruno គាត់សម្របខ្លួនអត់ទាន់បានន័យថាគាត់ក៏ពិនកំពុងតែស្មើគេស្មើឯងដែរទេគាត់អាស៊ីគាត់សុទ្ធអីចឹងទៅក៏ប៉ុន្តែគាត់មិនមែនដូចជាគាត់ឆ្នាំមុនអញ្ចឹងណាបាទលក់គាត់គឺបញ្ហាបាទត្រង់ណាខ្លះដែរទី1គាត់គឺជាគាត់ស្គាល់បេសាចក្រហមគាត់គឺជាអ្នកដែលចាស់ទុំជាងគេហើយបាទបច្ចុប្បន្នគាត់មានគេហៅថាគាត់មានសិទ្ធិអំណាចក៏ប៉ុន្តែគាត់នៅតែប្រតិខ្លួនគាត់ជាកីឡាករស្មើនឹងមិត្តរួមក្រុមផ្សេងមិនថាមិនយកខ្លួនជាប្រធានក្រុមជាកាពីតែនដើរតែនេះនោះដូច Roy Keane ដូចតែជេរ៉ូណូអីព្រាតចឹងណាបាទដោយសារតែខ្ញុំមើលទៅអត់មាននរណាគេដែលថាយើងទុកចិត្តឥឡូវថាពេណាល់ទីគាត់សុទ្ធអត់ចូលពីប្រកួតជាប់គ្នាបាទប្រកួតក្រោយមានបាល់ពេណាល់ទីក៏ឲ្យគាត់សុទ្ធទុកចិត្តគាត់ជាងបើមូគូញ៉ា Sesko ទៀតបាទនេះយើងនិយាយចឹងដោយសារតែគាត់លេងនៅ Man U យូរហើយបាទតែបើ Ugarte អត់អីខ្ញុំសុខចិត្តឲ្យលោក Ugarte ទុក Casemiro បាទគ្រប់ព្រោះ Ugarte គាត់ទៅមកឲ្យគាត់ធ្វើមិនទាន់បាន Casemiro គាត់ធ្លាប់ឲ្យយើងឃើញថាគាត់ជាអ្នកណាបាទ Bruno ដូចគ្នានេះ Bruno មកអាកាលបេសាចក្រហមអន់តូទុន2019 20ហ្នឹងមើលបេសាចមិនហើយ Bruno សុទ្ធតែឯងដែរនេះសុទ្ធរហូតមកដល់សុទ្ធHero មើលកីឡាករណាបានប្រហែលកីឡាករ Bruno នេះបងប្អូនដែរឃើញគាត់អវត្តមានពីប្រកួតជាប់គ្នាណាអត់មានទេបាទមានបញ្ហាទេបាទគាត់នឹងឲ្យគឺជាគេហៅថាសរសៃឈាមនៃក្រុមបើទោះបីជាឥឡូវគាត់រៀងធ្លាក់ខ្ញុំតែនិយាយដែរគាត់អត់ធ្លាក់ទេក៏ប៉ុន្តែគាត់អត់ហាប់ជាងគេដូចពេលមុននៅពេលអត់ហាប់ជាងគេគាត់នៅស្មើគេដែរបងប្អូនមើលតែគាត់ឃើញគាត់ទៀបទាំងអ្នកណាផ្សេងទៀតចង់ទៀបជាងគាត់ផងទៅតាមដានមើល rating គាត់មកប្រកួតគាត់ប៉ះបាល់បានប្រហែលគាត់រត់បានប្រហែលគីឡូម៉ែត្រហើយទៅប្រៀបធៀបជាមួយកីឡាករផ្សេងBruno គឺជាខ្សែបម្រើដែលយើងត្រូវការគាត់ឥឡូវគាត់ទៅមើលគាត់លេងនៅប៉ូទុយហ្គាល់នៅពេលមិត្តរួមក្រុមគាត់ស្រោះដៃស្រោះជើងគ្នាចូលអស់
យោងគ្នាទៅវិញទៅមក Bruno ល្អ បាទ ក្របបាល់នៅប៉ូទុយហ្គាល់សឹងគ្រប់ឲ្យមាន Bruno បើមិនជា chain creator ក៏អត់ក៏សុទ្ធចូលបាទអញ្ចឹងខ្ញុំនៅតែមិនអាចថាអេព្រោះឥឡូវក្លឹបក៏ផ្ដល់សិទ្ធិអីគាត់ដែរ គាត់ចង់ទៅ បាទចង់នៅចង់ចាញ់ទៅបាទតែបើសួរខ្ញុំវិញគឺខ្ញុំសុំទុកគាត់សិនហើយបាទហើយអ៊ូកាតេតែចាស់បាទអត់អីទេពូ Bruno ទៅរាល់ថ្ងៃឲ្យប្រាក់ខែគាត់មួយអាទិត្យ 50000 គាត់នៅទេនិយាយទៅគាត់បដិសេធអស់ហើយគាត់បាត់ដូចយើងនិយាយថា DNA បិសាច បាទអញ្ចឹងគាត់ DNA គួរតែទុកបាទគួរតែទុកព្រោះគាត់ញ៉ាំញ៉ៅហ្នឹងគឺធ្វើឲ្យបងប្អូនយើងអត់សុខចិត្តហ្នឹងហើយបាទតែបើយើងមើលទៅលើទីលានហ្មងគឺយើងអូខេបាទគាត់ហ្នឹងឯងបាទវាធម្មតាបងប្អូនរឿងញ៉ាំញ៉ៅសូម្បីតែយើងលេងក្រៅតែយើងខំប្រឹងតែឯងពេកក៏យើងមួម៉ៅដែរណាបាទយើងមើលមិនឃើញបាទអញ្ចឹងគឺជាចម្លើយបាទពីរងសម្រាប់ពាក់ព័ន្ធនឹងការលក់ Bruno និង Ugarte បាទ Ugarte ដូចឃើញបងមនីគាត់បង្ហោះថាលោកអាមរៀងថា Ugarte ឥឡូវលេងដូចមុនហើយបាទអ្នកមិនមែនលេងដូចពីមុនណាបាទឃើញដូចបងមនីគាត់បង្ហោះដែរយើងមិនដឹងថាយ៉ាងណាព្រោះថាការគាត់នៅ PSG មិនអញ្ចឹងការគាត់មកដំបូងក៏ល្អប៉ុន្តែមករយៈចុងក្រោយនៅពេលដែលមកឃើញខូចបាល់ច្រើនគូសំបាទហើយអត់ទៅ scan ទៅអីទេបាទចេញមកបរេះខូចបាល់ភាគច្រើនគ្រាប់មករយៈចុងក្រោយគ្រាប់ការចេញពីគាត់ញឹកញយដែរបាទគ្រាប់ចេញពីគាត់ញឹកញយដែរបាទពាក់ព័ន្ធនឹង Masraoui និង Martinez អាច fit អត់បងថ្ងៃអាទិត្យហ្នឹងMartinez ខ្ញុំអត់ច្បាស់តែទាំងពីរក៏ប៉ុន្តែខ្ញុំនៅតែគិតថាអត់បាទ Masraoui គឺអត់ទេបាទដោយសារតែព័ត៌មានគាត់ទៅឃើញបងគាត់ផុសម្សិលមិញហ្នឹងអីទេបាទគាត់ត្រឡប់មកវិញបាទអញ្ចឹងគេ training official training ស្អែកហើយអញ្ចឹងចាំមើលស្អែកវិញស្អែកវាអត់មានទៀតតែ Martinez អាចនឹងចូលក៏ប៉ុន្តែ Martinez បើចូលមែនក៏បើថាបានច្រើនបំផុតគឺថា10 20នាទីចុងក្រោយតែខ្ញុំមានភាគរយច្រើនថាអត់បានបើថា70 30ចុះ70 30បាទ 30% ដែល Martinez ចូលតែបើ Masraoui ខ្ញុំគិតថាអាចនឹង 100% មិនបានចូលរួមណាបាទព្រោះមានតែ2អ្នកហ្នឹងរបួសអញ្ចឹងគេទុកឲ្យអ្នកផ្សេងដែលមានចំណាំមួយលោកអាមេរិកខ្ញុំនិយាយតែរហូតលោកអាមេរិកក៏អត់ខ្វល់ណាកីឡាករលេងតាណាសំខាន់ឲ្យកីឡាករមានកលាំងគាត់ដាក់តាណាក៏បានដែរក៏រកកីឡាករដែលមានកម្លាំងនៅដល់ឡុតពេលខ្លះមកលេងឆ្វេងពេលខ្លះមកលេងស្ដាំពេលខ្លះមកធ្វើនៅសោះគាត់ដាក់អ្នកណាផ្សេង delete បាទទាំង delete ទៅតែជាពីរបួសអញ្ចឹងទេសំខាន់គាត់រកកីឡាករដែលមានកម្លាំងអញ្ចឹងបើថារបួសមុំទៅមកជាអញ្ចឹងនេះអូគ្មានផ្លូវតែម្ដងបាទអាដាមវ៉ាតុនបាទពិបាកខ្លាំងណាស់ម្នាក់នេះអាចនឹងរើសយក Chelsea ឬ Man City បាទវ៉ាតុនយើងបាទចាំមើលតទៅទៀតសិនទៅបាទឥឡូវគេល្បី 7-0 ណាសម័យថាថ្ងៃអាទិត្យអាចដាក់ 3-0 អីវិញទៅបាទយើងមិនទាន់ច្បាស់ទេបាទពីបាទបងតុននេះបាទដូចបានកាលពីថ្ងៃច័ន្ទបានយើងនិយាយថាយើងរួមគ្នាហើយដល់លទ្ធផលសុំត្រឹមតែស្មើហ្នឹងគឺជោគជ័យពេកហើយបាទយើងមិនប្រកាសថាលីវើពូលចាញ់ជាប់ប្រកួតគ្នាយើងអាចមានឱកាសឈ្នះទេប៉ុន្តែក្នុងនាមយើងអ្នកគ្រប់គ្រងគឺសុំត្រឹមស្មើបានតែប៉ុន្តែបើឈ្នះអានឹងយើងសប្បាយចិត្តតិចដែរបាទសួស្ដីមេបាទបងមនីមកហើយបាទបងមែនយូចាញ់ report page Power Sport បានអត់បាទ Bruno គាត់ល្អហើយតែសាំពេលសុទ្ធ penalty តែពិតវាមិនថាកីឡាករណាមិនថាវិស័យអីទេបាទដូចគ្នាមិនថាបាល់ទាត់មិនថាបដាល់ទេបងប្អូនណាបដាល់វាយ10ប្រកួតឈ្នះជាប់គ្នាអាប្រកួតចុងក្រោយវាយចាញ់ត្រឡប់ចាប់ដើមជន់ណាចេះចោះវាពិបាកដែរបាទរឿង Bruno penalty បងប្អូនពេលខ្លះការប្រកួតយើងតែយើងមនុស្សសាមញ្ញធម្មតានៅមានថ្ងៃមួយថ្ងៃកាត់មួយថ្ងៃកោមួយថ្ងៃសេតបាទមួយថ្ងៃសប្បាយចិត្តបាទអញ្ចឹងពេលខ្លះការប្រកួតហើយគាត់ជាប់ប្រកួតគ្នាគាត់សុទ្ធចូលយើងធ្វើម៉េចបាទប្រកួតគាត់សុទ្ធចូលរហូតដូចស្ថិតិដូចជាសុទ្ធច្រើនជាងគេផងពេលនាទីសុទ្ធចូលណាហើយក៏ពីសប្តាហ៍ទៅមួយឆ្នាំចូលឆ្នាំនេះឃើញគាត់សុទ្ធអត់ចូល2ដងហ្នឹងបងប្អូនចាប់ផ្ដើមរីគុណថាគាត់មួម៉ៅគាត់ចិត្តថ្លើមគាត់អីចឹងទៅវាពិបាកដែរបងប្អូនពេលខ្លះយើងយកយល់កីឡាករដែរមិនថាមិនខឹងទេក៏ប៉ុន្តែយើងធ្វើម៉េចបើសិនយើងស្ថិតនៅក្នុងស្ថានភាពនៃការប្រកួតបែបហ្នឹងក៏យើងពិបាកដែរបាទមែនតើគឺឃើញបងប្អូនយើងគាត់រីគុណច្រើនពាក់ព័ន្ធនឹងកីឡាករបាទដែលធ្វើបានល្អណាស់ហើយមកប្រកួតឃើញថាធ្វើគុណ100សពៅទោះមួយចូលទៅលីខ្សលបាទអាហ្នឹងវាអញ្ចឹងបាទអាហ្នឹងវាអញ្ចឹងបាទរឿងរ៉ាវតាក់ទងជាមួយនឹងការដោកីឡាករផ្សេងទៀតហើយមួយទៀតខ្ញុំនឹងបាទចូលរួមឆ្លើយខមមិនបងប្អូនបាទតាក់ទងជាមួយនឹងបាល់អន្តរជាតិគឺចូលរួមឆ្លើយបើទោះបីជាសំណួរបាក់គឺដឹងតែឆ្លើយទាំងអស់តែម្ដងមានសំណួរបាក់បាទសំណួរបាក់គាត់ចង់សួរឲ្យអីគឺឆ្លើយនឹងហ្មងណាបាទថាអូ Real Madrid ឆ្នាំថ្មីហ្នឹងទិញប៉ុន្មានអ្នកហ្នឹងឯងទិញណាខ្លះបើណាខ្លះបើគេបាទថាទិញប៉ុន្មានអ្នកហ្នឹងសំណួរបាត់បាទអញ្ចឹងខ្ញុំចូលរួមឆ្លើយខមមិនផងដែរថ្ងៃនេះបាទចុះលោកគ្រីវិញថ្ងៃនេះមានរឿងរ៉ាវតិចតួចដែរតាក់ទងទៅនឹងបាល់ជាតិរបស់យើងព្រោះដូចតែដឹងហើយថាសប្តាហ៍មុនគឺ FIFA Day អត់ក្រុមជំនួយជាតិរបស់យើងគឺស្ងាត់ឈឹងតែម្ដងអត់មានការវិភាគការប្រកួតអីទេស្ងាត់ឈឹងបាទជំនួយជាតិក៏អត់មានតែអ៊ុយដែលបោះជំរំនៅវៀតណាមហើយបច្ចុប្បន្នក៏បានត្រឡប់មកប្រទេសកម្ពុជារបស់យើងវិញហើយដែរហើយមានរឿងរ៉ាវមួយចំនួនទៀតតាក់ទងនឹងការប្រកួតបាទនៅក្នុងក្របខ័ណ្ឌ Cambodian Premier League ហើយនឹងរឿងរ៉ាវដែលនៅក្នុងពានរង្វាន់ AFC Challenge League
តែសល់បែបជាប្រហែលថ្ងៃទៀតទេបើចូលមកដល់ហើយថ្ងៃ26ចាប់ផ្ដើមការប្រកួតដល់ថ្ងៃ16អញ្ចឹងចូល10ថ្ងៃទៀតមកចាប់ផ្ដើមការប្រកួតហើយ អូខេ ក៏លើកឡើងបន្តិចដើម្បីរំលឹកបងប្អូនយើងព្រោះខ្ញុំបាននិយាយច្រើនដងហើយតាក់ទងទៅនឹងការប្រកួត AFC Challenge League ដែលមានក្លឹបតំណាងកម្ពុជារបស់យើងពីរចូលរួមធ្វើការប្រកួតបាទមុននឹងចូលចាប់ផ្ដើមដល់ប្រធានបទរបស់យើងក៏មើល comment សិនបាទដូចជាបងប្អូនយើងចូលរួមទស្សនាហើយបងប្អូនយើងយ៉ាងមិនដែរតាក់ទងទៅនឹងសំឡេងបើសិនមានបញ្ហាណាមួយកុំភ្លេចបាទជួយ comment ប្រាប់បាទសួស្ដីទៅកាន់បងហួរសួស្ដីទៅកាន់បញ្ញាPro One Single បាទបងថៃរងទៀតដែរបាទបីសាច់មានសង្ឃឹមអត់ដល់តិចទៀតបងដរងនឹងលើកឡើងសួស្ដី Felix បាទ Fletcher បាទ Fletcher នេះក៏ជាថាសកម្មជនរបស់ Power Sport របស់យើងដែរបាទហើយអបអរគាត់ដែរបាទគាត់ដូចជាបេក្ខជនឡងទី12បាទបាក់ឌុបបាទនឹងឯងបាទគឺជោគជ័យបាទតើសារគាត់តាមដានផលបលាយផងរៀនផងហើយប្រឡងជាប់តើសារគាត់ក្រោយខ្ញុំមួយឆ្នាំបាទមិនគាត់នេះមិនតាមដានផលបលាយទេបាល់ឡាយបាល់គឺគាត់តែគាត់សកម្មជនបាល់ទាត់តែម្ដងបាទតើសារនៅលើ page Facebook របស់យើងគាត់តែងតែ react តែអីហ្នឹងគឺគាត់ចូលរួមច្រើនបាទជាមួយនឹង Power Sport បាទមានន័យថា top fan ហើយបាទ Fletcher នេះបាទហើយសួស្ដីទៅកាន់បងពន្លកផងបាទជំរាបសួរមេធំបាទឥឡូវយើងកុំឲ្យខាតពេលយូរបាទយើងចូលប្រធានបទជាមួយលោកគ្រីតែម្ដងទៅថាយ៉ាងម៉េចដែរដោយសារតែបាល់យើងរៀងស្ងប់ស្ងាត់មែនទែនទៅសូម្បីតែ FIFA Day នេះក្រុមជម្រើសជាតិមួយចំនួនក៏មាន friendly មានអីប៉ុន្តែយើងហាក់បីដូចជាស្ងប់ស្ងាត់ហើយនិយាយទៅស្ងាត់មែនទែនប៉ុន្តែឃើញផ្ទុះថ្ងៃមិញនេះឃើញខាង page នោះបង្ហោះថាដាច់ page ដាច់អីថែមទៀតណាបាទរៀងនេះដែរបាទតើឥឡូវលោកគ្រីបាទមានអីសម្រាប់យកមកបងយើងបាទចូលទៅដល់ដំបូងគឺខ្ញុំនិយាយរឿងតាក់ទងទៅនឹងការប្រកួតក្នុងពានរង្វាន់ AFC Challenge League ខ្ញុំបាននិយាយមុនអញ្ចឹងនៅសល់តែ10ថ្ងៃទៀតទេដល់ការប្រកួតហើយដែលក្លឹបតំណាងកម្ពុជារបស់យើងពីរក្រុមបាទចូលប្រកួតប្រជែងមានប្រខណ្ឌរាជស្វាយរៀងមានភ្នំពេញក្រោនខ្ញុំបាននិយាយជាច្រើនសប្តាហ៍មកហើយថាភ្នំពេញក្រោននឹងត្រូវទៅឥណ្ឌូនេស៊ីបាទពូល E ដែលមាន Dewa United មានតៃណាំស៊ីធីមានសាន United អីចឹងទៅបាទគណៈដែលប្រខណ្ឌរាជស្វាយរៀងរបស់យើងធ្វើជាម្ចាស់ផ្ទះនៅក្នុងពូល D ដែលការប្រកួតនៅពហុមរតកដៃជោដែលមានក្រុមMadika Dangers របស់ហ្វីលីពីនមាន Sera FC អញ្ចឹងទៅហើយនឹងមាន SP Falcon អ្វីដែលយើងចាប់អារម្មណ៍ខ្លាំងនោះគឺបាទក្លឹប SP Falcon កាលពីយប់មិញនេះបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយមករហូតដល់10ថ្ងៃមុនការប្រកួតបាទត្រៀមច្រើនណាបាទត្រៀមច្រើនមែនតើការមកលើកនេះគឺ SP Falcon គាត់ដាក់ថាក្តីរំពឹងខ្ពស់បាទដើម្បីត្រៀមការប្រកួតជាមួយនឹងក្លឹបខាងស្វាយរៀងក្នុងថ្ងៃបើកឆាកការប្រកួតតែម្ដងដោយមកវឹកហាត់លើកនេះគ្រាន់តែមកដល់ភ្លាមគឺ SP Falcon ធ្វើការវឹកហាត់ភ្លាមនៅឯកីឡដ្ឋានវឹកហាត់របស់ក្លឹបអង្គរ Tiger បាទហើយបើតាមការបញ្ជាក់របស់ក្លឹប SP Falcon នៅក្នុង page នៅក្នុងការរបស់គាត់គឺគាត់ថាការហោះមកលឿនសម្រាប់ការបោះជំរំនៅប្រទេសកម្ពុជាគឺដោយសារទី1គឺបន្ស៊ាំទៅនឹងអាកាសធាតុនៅកម្ពុជានិងស្មៅធម្មជាតិបាទដោយតែយើងបានដឹងស្រាប់ហើយថានៅម៉ុងហ្គូលីគឺត្រជាក់ណាស់បាទដោយដែលកាលពីឆ្នាំមុនស្វាយរៀងទៅលេងរហូតដល់ដក2អង្សាសេដក4អង្សាសេគឺកកទីលានអីគឺកកអស់ហើយអញ្ចឹងគឺម៉ុងហ្គូលីក្លឹប SP Falcon មកលើកនេះគឺគាត់ដើម្បីបន្ស៊ាំខ្លួនទៅនឹងអាកាសធាតុនៅកម្ពុជារបស់យើងព្រោះគាត់ត្រជាក់មកយើងក្តៅហិសើមអញ្ចឹងគឺវាអាចបាទធ្វើឲ្យប៉ះពាល់ដែរអញ្ចឹងគឺគាត់មកនេះគឺដើម្បីបន្ស៊ាំខ្លួនហើយថ្ងៃដែលការប្រកួតដំបូងហ្នឹងគឺ SP Falcon ត្រូវជួបជាមួយនឹងក្លឹបខាងរាជស្វាយរៀងទៀតបាទថ្ងៃទី26ខាងមុខនេះនៅឯពហុកីឡដ្ឋានជាតិមរតកដៃជោបាទហេមកចង់ទៅដិតនៅវេលាម៉ោង4រសៀលបាទហើយបងប្អូនយើងទាំងអស់គ្នាបាទកុំភ្លេចទៅលើកទឹកចិត្តបាទគាំទ្រដល់ក្លឹបតំណាងកម្ពុជារបស់យើងផងគឺក្លឹបខាងរាជស្វាយរៀងហើយស្វាយរៀងសប្តាហ៍នេះក៏មានការប្រកួតដែរគឺបាទត្រូវប៉ះបាទជាមួយនឹងកងយុទ្ធពលខេមរៈភូមិន្ទនៅឯថ្ងៃសៅរ៍ហើយអ្វីដែលយើងចាប់អារម្មណ៍នេះគឺអត់មានគ្រូបង្វឹកទេបាទគ្រូបង្វឹកគាត់ឡើងជាប់ភារកិច្ចបាទជាមួយនឹងក្រុមគ្រួសាររបស់គាត់នៅឯប្រទេសអ៊ីក្លង់ដោយសារតែគាត់ហ្នឹងគឺថាភរិយារបស់គាត់សម្រាប់បុតហើយជាបុតដំបងទៀតបាទសម្រាប់លោកMarcus McConkie បាទចូលរួមអបអរសាទរលោកគ្រូដែរបាទដែលទទួលបានបុតថ្មីណាហើយជាខ្លាយជាឪពុកគេលើកដំបូងបាទហើយសម្រាប់ជំនួបនៅសប្តាហ៍នេះគឺដឹកនាំដោយគ្រូជំនួយរបស់គាត់ដែលជាគ្រូដែលរៀបចំបាល់ City គឺលោក Stefano Greco ដែលគាត់នឹងដឹកនាំក្រុមសម្រាប់ការប្រកួតនៅសប្តាហ៍នេះហើយការជួបគ្នារវាងក្លឹបខាងរាជស្វាយរៀងនិងកងយុទ្ធពលខេមរៈភូមិន្ទនេះក្រុមទាំងពីរហ្នឹងបើយើងនិយាយកងយុទ្ធពលខេមរៈភូមិន្ទអត់ទាន់ស្គាល់ពាក្យថាចាញ់ទេស្មើឈ្នះហើយគណៈដែលស្វាយរៀងទើបតែចាញ់ភ្នំពេញកោនថ្ងៃមុន
បើចាំមើលថាជំនួបសប្តាហ៍នេះយើងចាត់ទុកថាជាសប្តាហ៍ការប្រកួតធំមួយហើយលទ្ធផលទៅជាយ៉ាងណាហើយណាមួយអត់មានគ្រូនៅដឹកនាំផងចាំមើលថាស្វ័យរៀងនៅតែធ្វើបានល្អឬក៏មិនបានល្អបាទហើយទៅរៀបរាប់តិចសម្រាប់ការប្រកួតសប្តាហ៍នេះបាទនៅក្នុងក្របខ័ណ្ឌ English Cambodian Premier League ច្រឡំតែ English នឹក Premier League បាទគឺបើវិសាខាបាទការប្រកួតសប្តាហ៍ទី8យើងចូលមកដល់ហើយវិសាខាត្រូវជួបជាមួយនឹងអង្គរ Tiger សម្រាប់ការប្រកួតថ្ងៃសៅរ៍ណាបាទគណៈដែរមួយគូទៀតគឺបឹងកេតប៉ះបាទជាមួយនឹងគិរីវង្សសុកសែនជ័យយើងទៅចាប់អារម្មណ៍សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យមាន ISI ដង្កោសែនជ័យប៉ះបាទជាមួយនឹងភ្នំពេញក្រោនបាទ ISI ដង្កោសែនជ័យនេះមុនការប្រកួតចាប់ដើមមកមាន Media Club ចេញ poster មកថារៀងឌឺគ្នាណាបាទ poster កាចមកចាប់ដើមឌឺដងគ្នាពាក្យពេចន៍សម្ដីបាទណាដែល ISI ដង្កោសែនជ័យនេះគឺអត់ទាន់ស្គាល់ពាក្យថាឈ្នះទេបាទជំរឿថាសម្រាប់សប្តាហ៍ទី8នេះប៉ះបាទជាមួយនឹងក្រុមខ្លាំងភ្នំពេញក្រោនលេងនៅដីណានៅ AIA បាទនៅនៅបៃស្រីបាទបៃស្រីយ៉ាងនេះហើយមួយគូទៀតគឺ MOI កំពង់ဒေវ៉ាប៉ះបាទជាមួយនឹង Live FC បាទ Live FC នេះទើបតែស្គាល់ពាក្យថាឈ្នះមកការប៉ះបាទជាមួយនឹង ISI ការប្រកួតឡងទៅទេបាទហើយគូចុងក្រោយគឺ Big Match បាទគឺកងជប៉ុនខេមរៈភូមិន្ទបាទប៉ះបាទជាមួយនឹងក្លឹបខានរិទ្ធស្វាយរៀងបាទនេះគឺជាការប្រកួតបាទសប្តាហ៍ទី8បាទនៅក្នុងក្របខ័ណ្ឌ Cambodian Premier League យើងចូលដល់សប្តាហ៍ថ្មីហើយបន្ទាប់ពីសម្រាប់ FIFA Day មកយើងនឹងបានទស្សនាបាល់ទាត់វិញទៀតហើយបាទយើងទៅចាប់អារម្មណ៍រឿងមួយទៀតបាទតាក់ទងទៅនឹងរឿងក្តៅដែរបាទមុននេះប្រិមិត្តដែលអ្នកតាមស្នេហាវិស័យបាល់ទាត់ក្នុងតំបន់របស់យើងជាពិសេសតំបន់អាស៊ានគឺមានរឿងរ៉ាវក្តៅគុកមួយតាក់ទងទៅនឹងក្រុមជម្រើសជាតិឥណ្ឌូនេស៊ីបាទយ៉ាងណាទៅឥណ្ឌូនេស៊ីទើបតែបញ្ចប់ថាកិច្ចសន្យាជាមួយនឹងគ្រូបង្វឹកសញ្ជាតិហូឡង់លោក Patrick Kluivert ណាបាទបន្ទាប់ពីក្តីសុបិនក្នុងការទៅលេង World Cup ឆ្នាំ2026ដែលមានសហម្ចាស់ផ្ទះមានអាមេរិកមានមិចស៊ិចមានកាណាដាអញ្ចឹងទៅបាទត្រូវបានថារលាយបាទហើយសារបន្ទាប់ពីការប្រកួតក្នុងការប្រកួតវគ្គជម្រុះជុំទី4ចាញ់អារ៉ាប៊ីសាអូឌីតក្នុងលទ្ធផល3ទល់2បាទចាញ់អ៊ីរ៉ាក់ 1-0 អ៊ីរ៉ង់ចាញ់អ៊ីរ៉ង់ 1-0 អញ្ចឹងធ្វើឲ្យក្តីសុបិនក្នុងការទៅលេង World Cup របស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីត្រូវបានរលាយអញ្ចឹងគឺអ្នកគាំទ្ររបស់ឥណ្ឌូនេស៊ីគឺគាត់ខឹងសម្បាយ៉ាងខ្លាំងទាមទារឲ្យសមាគមបាល់ទាត់ឥណ្ឌូនេស៊ីគឺគាត់បញ្ចប់កិច្ចសន្យារបស់លោក Kluivert បាទហើយគណៈដែលលោក Kluivert នេះទើបតែចូលរួមបានរយៈពេល7ឆ្នាំបើយើងគិតគឺគាត់ចូលរួមនៅក្នុងខែមករាឥឡូវដល់ខែតុលាអញ្ចឹង9ខែ10ខែយើងទៅដល់10ខែអញ្ចឹងបាទដឹកនាំក្រុមបានតែ8ប្រកួតទេអត់ដល់ប្រកួតបាទឈ្នះ3ចាញ់ស្មើ1ចាញ់4បាទអញ្ចឹងបើយើងមើលស្ថិតិរបស់គាត់ហាក់ដូចជាមិនសូវជាគាត់ប្រសើរប្រហែលទេបាទជាមួយនឹងក្រុមជម្រើសជាតិឥណ្ឌូនេស៊ីគណៈដែលការចំនួនលោកស៊ីនតេយ៉ុងដឹកនាំគឺល្អបាទស្ថិតិរបស់គាត់ល្អប៉ុន្តែនៅតែសមាគមបាល់ទាត់បញ្ចប់តំណែងរបស់គាត់បាទចាំមើលថាក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនាំគ្រូណាមកទៀតដើម្បីស្ដារក្រុមឡើងវិញដើម្បីមានថាគាត់មានគោលដៅក្នុងការលេង World Cup ប៉ុន្តែមិនទាន់បានទៅលេងទេហើយគណៈដែលឥណ្ឌូនេស៊ីនោះក៏មានធ្លាប់ទៅលេង World Cup ម្ដងដែរណាធ្លាប់ម្ដងកាលហ្នឹងគឺស្ថិតក្រោមអាណានិគមរបស់ហូឡង់បាទក្រោមឈ្មោះមិនក្រុមជម្រើសជាតិឥណ្ឌូនេស៊ីទេក្រោមបានតែនៅក្រោមអាណានិគមហូឡង់ដូចជានៅក្នុងឆ្នាំ1930ជាងខ្ញុំភ្លេចបាត់ហើយបាទកាលហ្នឹងគឺលេងដែរបើតែធ្លាក់បាទមកវិញបាទអញ្ចឹងគឺចាំមើលថាក្រុមនៅក្នុងតំបន់អាស៊ានរបស់យើងមួយណាដែលបានឡើងទៅលេង World Cup មុនគេណាបាទគណៈដែរយើងក៏មានគោលដៅដែរបាទឆ្នាំ2030បាទដូច38ណោះបាទសម្រាប់ក្រុមជំនួយចិត្តកម្ពុជារបស់យើងចង់មើលវៀតណាមយើងចង់មើលសង្ហបុរីយើងចង់មើលម៉ាឡេស៊ីបាទម៉ាឡេស៊ីបច្ចុប្បន្នកំពុងតែថាដុតដៃដុតជើងបាទក្នុងការនាំយកកីឡាករចូលសញ្ជាតិមកហើយបច្ចុប្បន្ននេះកំពុងតែមានរឿងរ៉ាវដែររឿងអីដែរបាទតាក់ទងបញ្ហាការប្តឹងតវ៉ាពី FIFA បន្ទាប់ពីមានរបាយការណ៍ថាមានការខ្លាញ់បន្លំកីឡាករចូលសញ្ជាតិហើយបច្ចុប្បន្នកំពុងមានការប្តឹងតគ្នាទៅវិញទៅមកចាំមើលថាការសម្រេចចិត្តថ្ងៃទីដូចជា20ជាងខាងមុខនេះគឺនឹងមានការសម្រេចចិត្តហើយយើងរងចាំមើលថាសមាគមបាល់ទាត់ម៉ាឡេស៊ីរកទទួលការពិន័យឬក៏អត់គណៈដែលកីឡាករ7នាក់នឹងជាប់បម្រាមពីបាល់ទាត់រយៈពេល1ឆ្នាំហើយបង់ជាថវិកាជិត$3000ទៀតបាទអញ្ចឹងចាំមើលថាការប្តឹងតគ្នាទៅវិញទៅមកទៅជាយ៉ាងណាបាទនេះតាក់ទងទៅនឹងបាល់ចិត្តរបស់យើងមានប៉ុណ្ណឹងបាទតាក់ទងនឹង Patrick Kluivert តិចមែនតើទៅយើងឃើញថារយៈពេលគឺថា10ខែដែរមិញយល់មិញណាបាទបានមិនដល់10ប្រកួតផងបាទបើយើងគិតទៅ8ប្រកួតឈ្នះ3ស្មើ1ចាញ់4បាទចាញ់4បាទលទ្ធផលខ្ញុំគិតថាប្រព័ន្ធនេះវាមិនអាក្រក់មើលពេកទេបាទវាមិនអាក្រក់មើលពេកទេវាបណ្ដំប្រសងទៀតទេបាទឈ្នះអាចាញ់ហ្នឹងនោះបាទក៏ប៉ុន្តែវាអាចនឹងមានរឿងអ្វីផ្សេងពីក្នុងនោះទេតែក្នុងការបណ្ដឹងចេញសម្រាប់លោក Patrick Kluivert តាក់ទងទៅនឹងទម្រង់លេងការប្រស័យតាក់ទងឲ្យជាមួយនឹងកូនសិស្សយ៉ាងណាយ៉ាងណាដែរព្រោះថាឥណ្ឌូនេស៊ីនេះដូចជាមាន
គេហៅថាកីឡាករចូលសញ្ជាតិច្រើនដែរលោកគ្រីបាទយ៉ាងណាដែរមើលទៅ ជាទូទៅបើយើងនិយាយពីការប្រស័យតាក់ទងក្នុងក្លឹបដូចជាមិនអីទេកីឡាករភាគច្រើនក៏សុទ្ធតែហូឡង់ដែរបាទឥណ្ឌូនេស៊ីបើយើងនិយាយជម្រើស11នាក់ហូឡង់ហេងស៊យយ៉ាងហោចណាស់ក៏មាន9ទៅ8ទៅ10នាក់ បាទដោយសារវាជាប់ពីអាខ្សែស្រឡាយតាំងពីយូរមកលងមកហ្នឹងបាទខ្ញុំគិតថាវាមិនអីទេដែលកត្តាចម្បងបំផុតគឺការបរាជ័យដែលអត់បានទៅលេង World Cup ព្រោះឥណ្ឌូនេស៊ីគាត់អ្នកគ្រប់គ្រងមិនថាអ្នកគ្រប់គ្រងបាល់យើងដល់ឥណ្ឌូនេស៊ីគាត់ចង់ឃើញឡើងព្រោះឥណ្ឌូនេស៊ីកំពុងតែមានភាគរយខ្ពស់ហើយនៅតែធ្វើបានព្រោះយើងឥណ្ឌូនេស៊ីកំពុងតែដាក់ក្តីរំពឹងខ្ពស់ពេកបើយ៉ាងធ្វើឲ្យអ្នកគ្រប់គ្រងគាត់មិនសម្បើចិត្តទៀមទាឲ្យសមាគមបាល់ទាត់ម៉ាឡេស៊ីនឹងឥណ្ឌូនេស៊ីគាត់បញ្ចប់កិច្ចសន្យាគណៈដែលកិច្ចសន្យារបស់គាត់គឺរហូតដល់ឆ្នាំ2027 2ឆ្នាំហើយឥណ្ឌូនេស៊ីបើយើងគិតត្រូវបង់ប្រាក់សំណងឲ្យលោក Cloud ច្រើនដែរតាក់ទងទៅនឹងប្រាក់ខែរបស់គាត់ណាព្រោះចាប់កិច្ចសន្យាបាទ អូខេបាទអញ្ចឹងវាបើនិយាយទៅយើងនិយាយជារួមមកថាមិនថាប្រទេសណាមិនថាអ្នកគ្រប់គ្រងណាទេតែចាញ់គឺសម្លឹងឃើញមុំគេគឺគ្រូនឹងឯងបាទអត់មានតែសម្លឹងឃើញកីឡាករទេបាទសម្លឹងឃើញគ្រូនឹងឯងមើលទៅយើងមិនបានថាតាមដានបាល់ការប្រកួតឲ្យញឹកញយបើសិនយើងបានមើល8ប្រកួតហ្នឹងថាតើមានបំរែបំរួលមានការខ្វះខាតឬក៏ទម្រង់ដដែលយ៉ាងម៉េចយើងមិនដឹងដែរបាទយើងមិនដឹងដែរបើយើងនិយាយពីទម្រង់សម្រាប់លោក Patrick Kluivert ដឹកនាំគឺគាត់រៀងថ្មីតិចព្រោះគាត់មានរយៈពេលបើយើងគិតរយៈពេលខ្លីក្នុងការចូលរួមប្រស៊ំជាមួយនឹងក្រុមឥណ្ឌូនេស៊ីគណៈដែលយើងដឹងថាកីឡាករពីច្រើនលេងនៅអឺរ៉ុបដែរអញ្ចឹងគឺគាត់អាចយល់ពីតាក់ទិកលេងខ្លះប៉ុន្តែវាហាក់ដូចជាមិនទាន់ល្អហើយប្រកួតខ្លះក៏ធ្វើបានល្អបើជាក់ស្ដែងការប្រកួតដំបូងមកដូចជាចាញ់អូស្ត្រាលី 5-1 បាទអញ្ចឹងគឺប្រកួតដំបូងបានរៀងបើយ៉ាប់មើលបាក់ភ្នែកមើលតិចប៉ុន្តែប្រកួតក្រោយមករៀងអត់សូវអីទេប៉ុន្តែវាប្រកួតពីប្រកួតចុងក្រោយនេះបាទក្នុងការប្រកួតវគ្គជម្រុះជុំទី4ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ2026ក្នុងតំបន់អាស៊ីរបស់យើងធ្វើបានល្អទេរៀងថារៀងខូចចិត្តបាល់រៀងច្រើនដែរបាទអញ្ចឹងគឺអ្នកគ្រប់គ្រងគាត់មិនសប្បាយចិត្តអូថ្ងៃហ្នឹងអាការប្រកួតចុងក្រោយប៉ះដូចអេរ៉ង់ហ្នឹងគឺអ្នកគ្រប់គ្រងឥណ្ឌូនេស៊ីគប់ទឹកគប់អីមកពេញបាទទី1ការកាប់សេចក្តីរបស់លោកអញ្ញាកដៅផងទី1ក្រុមកំពុងតែត្រូវគេនាំមុខផងគឺអញ្ចឹងអ្នកគ្រប់គ្រងគាត់រៀងម៉ៅចិត្តតិចហើយបាទអញ្ចឹងទៅធ្វើឲ្យអ្នកគ្រប់គ្រងឥណ្ឌូនេស៊ីនេះគឺគាត់គ្រប់គ្រងឥណ្ឌូនេស៊ីកាចយើងដឹងហើយមិនថាជំរឿចិត្តមិនថាលេខទេគឺកាចមែនតើបាទអ្នកគ្រប់គ្រងរបស់គាត់បាទថាតែយើងទៅមើលបាល់ផ្ទាល់ឃើញអ្នកគ្រប់គ្រងកម្ពុជាយើងកាចតែបើសឡឹងទៅខាងគាត់វិញបាទធ្ងន់ជាងខាងយើងរាប់រយដងបាទកាចមែនតើបាទគប់ទឹកគប់គេមានគេអុចផ្សែងបាទហ្នឹងហើយដូចហៅ flare ហ្នឹងបាទពេញហ្នឹងបាទទៅអានេះបើមិនថាអ្នកលេងបាល់មិនថាអ្នកមើលបាល់ទេអាកំសួលចេញពីខាងក្នុងនៅពេលតែចាញ់ម្ដងហ្នឹងគឺសាហាវដែរព្រោះតតែមនុស្សគាត់បកកែទប់ចិត្តខ្លាំងណាបាទថាទប់អត់បានទេគឺមកកំសួលទៅនឹងធ្ងន់ធ្ងរមែនតើបាទប៉ុន្តែវាជារឿងធម្មតាហើយយ៉ាងណាមិញគឺរាល់ការប្រកួតនៅតាមកីឡដ្ឋានគេតែមានអាជ្ញាធរសមត្ថកិច្ចអីគេតាមចាំរៀបរៀងដែរបាទវាមិនទេបាទពិបាកក្នុងការរៀបរៀងព្រោះបាទដោយសារមនុស្សច្រើនហ្នឹងកីឡដ្ឋានមួយអាចមើលនេះចឹងទៅបាទហើយកងកម្លាំងសមត្ថកិច្ចក៏មិនទៅដល់នឹងដែរហើយត្រឹម100ហ្នឹងអស់បាទតោះឥឡូវយើងដូចជាចាប់រឿងរ៉ាវតាក់ទងទៅនឹងបាល់ជាតិឥឡូវ